ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំស្ដេចបាសីដីវិសាលខ្ញុំមានកីឡាករថ្មីអត់ទាន់មានប្រវត្តិចូលទេប៉ុន្តែសម្បុកវាល្អមេបាវាល្អអានេះសិតតែនិយាយអត់ទៅតម្លៃ50,000នេះសិតតែជាប្រភេទមន់ដែលខ្សែអំបោរបស់វាយើងទុកចិត្តបានព្រោះយើងយកទៅចូលដាក់លុយអត់ចូលដាក់លឹកឈើទេអញ្ចឹងតើយើងប្រឹកហើយយើងប្រយ័ត្នប្រយែងបន្តិចហើយបើសម្រាប់ខ្ញុំអ្នកលក់ខ្ញុំកាន់តែប្រឹកខ្ញុំកាន់តែប្រយ័ត្នពុទ្ធសាសតែខ្ញុំលក់មន់អន់ឲ្យបងប្អូនខ្ញុំលក់មន់អត់មានគុណភាពឲ្យបងប្អូនទិញខុយបងប្អូនប្រកាសជាឈប់ទិញដោយសារចំណុចនេះឲ្យបាទខ្ញុំឈរជើងបាន6ឆ្នាំនេះបងប្អូនណាដោយសារខ្ញុំគិតពីកន្លែងនេះអញ្ចឹង Monster មន់អន់ក៏ខ្ញុំអត់លក់បងប្អូនទេអញ្ចឹងតម្លៃរបស់វា50,000នេះគីឡូ29.30តែវានៅរោមកំពង់កកហើយនៅរោមខ្ចីកតុយសម្រាប់អ្នកដែលយកទៅថែសិនប៉ុន្តែបើឲ្យខ្ញុំលក់ក្រោមហ្នឹងខ្ញុំលក់កើតទេបងប្អូនណាខ្សែអំបោវាល្អជឿជាក់លើខ្ញុំបងប្អូនទិញយកទៅថែទៅគីឡូវាអត់ក្រោម32ទេណាអត់ក្រោម32ទេណាហ្មងនេះពេញ31 32លេងមួយអែមណា31 32លេងមួយអែមហ្មងអានេះឪវាខ្សែអំបោវាបងប្អូនធ្លាប់ឃើញឯប៉ាងប៉ុន្តែនេះមកមេសម្បល់ចឹងបាវាសម្បល់ចឹងអីចឹងអាបាវាដែលខ្ញុំនិយាយថាយកទៅដាក់ប្រេកក្តាមបងប្អូនប្រហែលជាស្គាល់ហើយខ្សែស្រឡាយហ្នឹងអញ្ចឹងបងប្អូនមើលកូនប្រកាត់មេបារបស់ខ្ញុំផ្ទាល់ដៃនេះបងប្អូនមើលអញ្ចឹងតម្លៃ50,000បងប្អូនគ្រប់គ្រងការប្រកាត់មន់កូនប្រកាត់ក្នុងស្រុកបងប្អូនជួយទិញណាតម្លៃ50,000សមរម្យខ្ញុំធានាថាគុណភាពហើយនឹងរូបរាងមន់របស់បងប្អូនយកទៅផែនប្រដាប់គឺសមរម្យណាស្ទើររំកតុយនេះបន្តិចប៉ុន្តែបងប្អូនយកថែសិនណាយកថែសិនវាដោះមកអស់តែវាទៀមពេលវេលាឲ្យវារឹងតែប៉ុណ្ណឹងហើយនេះរោមកំពង់កមួយប៉ុន្តែបើនិយាយពីឆ្អឹងផែនតម្រងអែមបងប្អូនអែមណាថាអែមហើយណាមួយវាដល់វ័យចូលថែហើយអញ្ចឹងបងប្អូនជឿជាក់បងប្អូនអាចតាក់ទងខ្ញុំបានអរគុណច្រើនបងប្អូនណាស្រឡាញ់ចូលចិត្តកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយអរគុណច្រើនជម្រាបលា